បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូមករៀនថ្មីមួយទៀតហើយគឺយើងនិយាយអំពីការ set up ជាមួយនឹង disk Quanta ដែលយើងមាន4ចំណុចក្នុងហ្នឹងគឺយើងធ្វើមានជាមួយនឹងការ install limit directory limit user size ហើយនិង no image video sound ដំបូងយើងធ្វើការចូលទៅ install ចំណុចទី1ដំបូងគេ install file server resource manager មកឥឡូវចូលមកកាន់ server manager យើងមកហើយយកពាក្យថា add role and feature ហើយយើងធ្វើការចុច next ទៀតមកតោះមកអ្នកនរគ្នាធ្វើការចុចកន្លែងនេះហើយយកពាក្យថា file នេះមកហើយយើងយកពាក្យថា file server resource manager ហើយអ្នកនរគ្នាចុច touch លើវាហើយចុច next មកចុចលើ file ហ្នឹងហើយចុច next មកហើយអ្នកធ្វើការ install កន្លែងនេះដោយសារខ្ញុំ install ហើយអីអញ្ចឹងខ្ញុំអត់ធ្វើការ install បន្ថែមទៀតទេអ្នកធ្វើការ install តាមក្រោយមកឥឡូវយើងធ្វើការបិទវាមកចូលទៅកាន់វា install ហើយយើងចូលទៅកាន់ tool នេះហើយយកពាក្យថា file software manager ពេលអ្នកធ្វើ install ហើយវាចេញទម្រង់បែបនេះគឺជាការ set up ជាមួយ disk Quanta មួយជាងហើយឥឡូវយើងធ្វើការចូល create ជាមួយនឹង Quanta ត្បូងគេគឺ create នេះមកឥឡូវខ្ញុំធ្វើការបង្កើត folder ឲ្យហើយធ្វើការមកបង្កើត folder កើតទៅនឹងមកឥឡូវខ្ញុំដាក់ពាក្យថា test ក្នុងហ្នឹងមានពាក្យថា test នឹងមួយហើយមកសំយើងផាសវាទៅកាន់នេះមកកាន់ folder យើងបង្កើតមិញហ្នឹងអូខេតោះមកយើងដាក់ limit វាត្រឹមតែ100បានហើយ100 MB ដោយសារតែកិច្ចការរបស់យើងគឺធ្វើតែ100ហ្នឹងទេតោះពី install យើងយកពាក្យថា auto ហើយយកពាក្យថា create ពេលយើង create ហើយគឺវាជាប់ទៅកន្លែងឥឡូវ limit directory size របស់យើងគឺហើយហើយឥឡូវយើងធ្វើការ limit ជាមួយនឹង user size ម្ដងយើងចូលមកកាន់ Quanta template នេះមក create name ឥឡូវដាក់100 per user ដាក់ដូចគ្នាយ៉ាងមកហើយកន្លែងនេះរើស100ចុច OK មកគឺវាជាប់នៅគ្នាឥឡូវ limit ជាមួយ user យើងគឺយើងនឹងនេះហើយឥឡូវយើងចូលអាទី4ម្ដងគឺអត់ឲ្យមានជាមួយនឹងរូបភាពជាមួយនឹងវីដេអូក៏ដូចជា file ផ្សេងៗដែរយើងចូលមកកាន់ file screen នេះចូលខុសកន្លែង file screen នេះហើយយកពាក្យថា create file screen នោះកន្លែងនេះគឺយើងធ្វើការទៅ browse កាត់ folder យ៉ាជុំសមដាក់ testing ចឹងមកចុច OK តោះមកយើងយក option ទី2គឺយើងធ្វើការ custom ដែលជាងអត់ឲ្យមានជាមួយសំឡេងដូចជា video file ណា
មួយទេឥឡូវយើង text ទៅមកមួយហើយ file 2តមករូបភាព3តមកចុច OK ហើយយើង create យក option ទី2 OK មកតមកយើងទៅបង្កើតជាមួយនឹង user មិនភ្លេចបង្កើតតគ្នាឥឡូវយើងចូលបង្កើតសម័យមកដាក់ទៅ userទី1user ទី2អូខេមកយ៉ាហើយយើងយក option មួយនេះហើយចុច create ឥឡូវ default តារបស់យើងគឺ set up រួចរាល់ហើយឥឡូវយើងចូលទៅមើលជាមួយនឹងនេះម្ដងដែលដើម្បីភ្ជាប់ទៅកាន់ client យើងធ្វើការ share ជាមួយនឹង file manager យើងធ្វើការចូលមកកន្លែងនេះ file server យើងហើយយកពាក្យ share តបមកយកពាក្យ new share នេះមកនេះទៀតមកហើយ folder របស់យើងឈ្មោះគេនេះ folder របស់ខ្ញុំឈ្មោះ test ចុច enable access តបមកកន្លែងនេះគឺយើងធ្វើការ custom ខ្ញុំមកធ្វើការពេលទេលុបចោលតមកយើងធ្វើការ add ជាមួយនឹង group ដើម្បីវាអនុញ្ញាតឥឡូវ group របស់ខ្ញុំឈ្មោះថា check name មកចុច OK apply ហើយ OK ឥឡូវយើងចូលទៅមើលក្នុង client របស់យើងយើងវាយជាមួយ IP របស់យើងចូល IP wait សម័យឥឡូវនេះគឺវាបានជាប់ហើយហើយអ្នកគ្នាអាចធ្វើការ map ជាមួយនឹង network drive បានតែធ្វើការជ្រើសរើស drive ហ្នឹងចេះដាក់ driveបាទដោយសារយើង error នៅលើ client បន្តិចមិញឥឡូវយើងធ្វើការ test នៅលើ server វិញឥឡូវអាមិញ environment របស់យើងគឺយើងធ្វើឲ្យអស់ហើយនៅតែ show កន្លែងដែល user អាច store environment បានតែមានត្រឹមតែ100 MB ទេឥឡូវយើងធ្វើការ test មកយើងធ្វើការចាប់កាត់ copy យកទៅដាក់ជាមួយនឹង folder អ
តបមកយើងទៅមើលក្នុងខតារបស់យើងមកវាចូលណាឥឡូវយើងធ្វើការចូលសាមញ្ញមកចូលទៅកាន់ Resource Manager របស់យើងហើយ Quanta Management នេះអ្នកនរគ្នានឹងឃើញ Quota របស់យើងដែលយើង use អស់ 35% ហើយឥឡូវយើងធ្វើការទៅ copy ឲ្យវាពេញចង់ដឹងវា limit អត់ឥឡូវយើងចូលទៅ program file ខ្ញុំ copy នេះបានទេហើយខ្ញុំទៅ copy បន្ថែមខ្ញុំមកដាក់ក្នុង folder Quanta របស់យើងវិញវា refresh មកឥឡូវវាដល់ 82% ខ្ញុំធ្វើការ copy ចង់នឹង limit របស់វាខ្ញុំ copy ឲ្យពេញចង់នឹងវាលើសពី99អត់ឥឡូវយើងធ្វើការចូលមកក្នុង copy ដាក់ចូលបាន200ឥឡូវយើងទៅមើលក្នុង Quota យើងមកយើងចុច refresh វាមកឥឡូវនេះគឺ limit របស់វាគឺយើងកំណត់បានតែត្រឹម100ហ្នឹងទេយើងដាក់លើសពីហ្នឹងក៏អត់បានអញ្ចឹងមានន័យថា user មួយក៏អីធ្វើបានតែ100ប៉ុណ្ណឹងឥឡូវយើងធ្វើការទៅ test ជាមួយ user ម្ដងឥឡូវយើងទៅ test ជាមួយ user ម្ដងដល់ឥឡូវកុំឲ្យថាច្រើនពេកយើង copy តែហ្នឹងទៅ copy យកចេញហើយយកទៅផាសក្នុង user របស់យើងរើស user មួយមកយក user ទី1ហើយយើងផាសចូលចង់ដល់វា limit ដូចជាមួយនឹង directory យើងអត់ឥឡូវយើង refresh កន្លែងហ្នឹងយើង refresh មកចង់នឹងវាយុះអត់ឥឡូវចំពោះ user គឺ user ទី1របស់យើងគឺវាយុះហើយគឺ limit តែហ្នឹងគឺ100តែ100មេទេ99ទេចឹងQuanta របស់យើងធ្វើការ limit directory ហើយនឹង limit user size ត្រឹម100មេហ្នឹងគឺបានបញ្ចប់ហើយគឺយើងបានជោគជ័យហើយមិនមានការ error កន្លែង client ដែល client របស់ខ្ញុំវាមិនមាន error អត់អីទេឥឡូវយើងតេស្តនៅលើ server ហ្នឹងមកឥឡូវវីដេអូរបស់ខ្ញុំគឺបានបញ្ចប់ត្រឹមហ្នឹងសង្ឃឹមអ្នកនរគ្នាធ្វើបានបាទសូមអរគុណ